ព្រះចេតិយកាលណាយើងធ្វើបុណ្យចំពោះព្រះចេតិយបានអានិសង្សរាប់ប្រមាណមិនបានដូចជាមានរឿងដំណាលក្នុងព្រេងកថាដែលលោកសំដែងអំពីនាងសវណ្ណឱរ័យនិងតុកម្មមេនុបតុកម្មមេនុបធ្វើតែអំពើអាក្រក់អត់បានធ្វើអំពើជាបុណ្យជាកុសលដល់បាបឲ្យផលបានទៅបដិសន្ធិចុតិទៅកាន់អបាយភូមិប៉ុន្តែដោយអំណាចនៃបុណ្យដែលធ្លាប់បានដាក់បាតចំពោះព្រះភិក្ខុសង្ឃបុណ្យនោះធ្វើឲ្យភ្លើងនរកនោះมันអាចតន់ឆេះទុក្កម្មមេនុបបានពេលដែលភ្លើងមិនតន់ឆេះទុក្កម្មមេនុបហ្នឹងទុក្កម្មមេនុបនោះត្រូវទៅសោយបុណ្យនៅទេវវិភពរយៈកាល7ថ្ងៃសិនទើបកម្មល្អនោះអស់ទៅកម្មផលកម្មអាក្រក់មានឱកាសឲ្យផលដល់ទៅទុក្កម្មមេនុបទៅចាប់បដិសន្ធិជាឧបបាទកកំណើតនេទេវពិភពនោះក៏ស្រាប់តែជួបនឹងភរិយាដែលជាអតីតហើយភរិយាដែលជាទេវធីតានេតាវតឹងពិភពនោះឆ្ងល់ថាបបិទ្ធលោកដ៏ចម្រើនហេតុដូចម្ដេចទៅណោបានជាភ័ក្ររបស់លោកសពូនអ្វីម្លេះព្រោះលោកបានកំណើតកើតជាទេវតាទៅហើយតុកម្មមេទេវបុត្រនោះថាមនាលនាងដ៏ចម្រើនយើងមកសោយបុណ្យនេះមិនបានយូរឡើយត្រឹមរយៈកាល7ថ្ងៃយើងនឹងត្រូវទៅចុតិធ្លាក់ទៅកាន់អបាយភូមិវិញហើយសោយទុករាប់ប្រមាណមិនបានព្រោះកម្មដែលយើងបានធ្វើក្រាស់ក្រៃណាស់នាងសវណ្ណឱរ័យនោះនឹករលឹកថាបុណ្យអ្វីទៅណោមានអានិសង្សខ្លាំងបុណ្យអ្វីទៅណោមានអានិសង្សលឿនបុណ្យអ្វីទៅណោមានអានិសង្សធំដែលញ៉ាំងបាបឲ្យកន្លងទៅបានมันអាចមានឱកាសឲ្យផលលោកក៏នឹកឃើញថាមានតែពូនភ្នំខ្សាច់អត់ទិសចំពោះព្រះចេតិយទេហើយឲ្យទេវបុត្រនោះគោរពបូជានឹកឃើញចំពោះព្រះព្រះដ៏មានពភាកតែទេវបុត្រនោះក៏ធ្វើតាមទេវធីតាប្រាប់ដល់ហើយដល់គម្រប់ថ្ងៃទី7នោះក៏ស្រាប់តែយមទូតមកនាំកម្មទេវបុត្រនោះឲ្យទៅសោយទុកក្នុងនរកវិញនាងសវណ្ណឱរ័យឲ្យស្វាមីនៅក្នុងប្រាសាទឲ្យបិទទ្វារចិត្តប្រាប់ទៅទេវទូតយមទូតថាណែស្វាមីរបស់យើងបានធ្វើបុណ្យហើយបុណ្យនៅនឹងបច្ចេតិយនោះអញ្ចឹងបើអ្នករាប់ខ្សាច់ឯណាអស់ខ្សាច់នោះមិនកើតឡើងអ្នកទាំងឡាយយកប្តីយើងទៅចោះតែបើសិនជាកំណោខ្សាច់នោះអ្នករាប់មិនចេះអស់មិនចេះហើយអ្នកក៏មានឱកាសមកយកប្តីយើងឡើយយមទូតនោះក៏ទៅរាប់ក្របខ្សាច់ដោយទេវដោយរិទ្ធរបស់ទេវតាតែរាប់យ៉ាងណាក៏នៅតែមិនអស់ខ្សាច់នោះចេះតែកើតចម្រើនទៅកើតចម្រើនទៅបានរលឹកថាអូណោបុណ្យនោះមានអានុភាពយ៉ាងនេះបុណ្យដែលគេបានសាងហើយមានឱកាសក្នុងការឲ្យផលហើយយើងមិនមានឱកាសដើម្បីនឹងយកគេទៅ
អាបាយភូមិវិញបានទេទៅនរកវិញបានទេកម្មនោះក៏កន្លងទៅទេវតានោះក៏មានឱកាសក្នុងការរស់នៅក្នុងតាវតឹងពិភពបន្តអញ្ចឹងបុណ្យពូជភ្នំខ្សាច់មានដំណើរយ៉ាងហ្នឹងក្នុងព្រេងនិទានរបស់ខ្មែរប៉ុន្តែបើយើងនឹករលឹកឲ្យដល់ថាមានអានុភាពទេខ្ញុំក៏ណាខ្ញុំគិតថាមានអានុភាពព្រោះយើងធ្វើនេះមិនមែនឧទ្ទិសចំពោះក្តីខ្សាច់ទេតែយើងធ្វើឧទ្ទិសចំពោះពុទ្ធចេតិយហើយយើងយកខ្សាច់នេះមកបូជាខ្សាច់នេះមានចំនួនច្រើនគ្រាប់ប៉ុណ្ណាអានិសង្ឃដែលយើងបូជាចំពោះព្រះចេតិយមានអានិសង្ឃច្រើនយ៉ាងហ្នឹងអញ្ចឹងបុណ្យនឹងវាច្រើនជាងយើងចាយលុយ10000 1000 100,000 1លានទៅទៀតដែលយើងចាយគ្រាន់តែចាយទៅ100 100,000 1លានមួយសន្លឹកពីរសន្លឹកតែភ្នំខ្សាច់នេះគឺយកខ្សាច់មកគ្រាប់មកកណនាបុណ្យរបស់យើងចឹងបុណ្យរបស់យើងបើជ្រះថ្លាក្នុងបច្ចេតិយមានអានិសង្ឃក្រៃលែងរាប់ប្រមាណមិនបានទេប្រមាណបានទេអញ្ចឹងបុណ្យនេះមានសភាពយ៉ាងហ្នឹងអញ្ចឹងហើយសូមឲ្យអស់លោកទាំងឡាយមានសទ្ធាជ្រះថ្លាបងអោនចំពោះព្រះចេតិយដែលនៅខាងមុខយើងហើយសន្មត់ថាក្របខ្សាច់ដែលបានពូនជាព្រះចេតិយនេះគឺយើងរាល់គ្នាបានបូជាអញ្ចឹងបើអានិសង្ឃនៅក្របខ្សាច់នឹងច្រើនយ៉ាងណាសូមឲ្យបុណ្យកុសលយើងច្រើនយ៉ាងហ្នឹងបើបុណ្យកុសលយើងច្រើនយ៉ាងហ្នឹងហើយបាបទាំងឡាយកុំមានឱកាសឲ្យផលឡើយគ្រោះដែលកើតឡើងពីបាបអីក៏ដោយកើតឡើងពេលយប់ក៏ដោយពេលថ្ងៃក៏ដោយលិចក៏ដោយកើតក៏ដោយជើងក៏ដោយត្បូងក៏ដោយខាងលើក៏ដោយខាងក្រោមក៏ដោយនៅចំណីនៅនឹងបាបប្រគ្រោះផ្សេងក៏ដោយសូមឲ្យកន្លងទៅដោយអានុភាពនៃការពូនភ្នំខ្សាច់ក្នុងថ្ងៃហ្នឹងជាថ្ងៃវិរៈឡើងសា